បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះផងដែរគឺខ្ញុំមករិះគន់ឬថារិះគន់ដើម្បីស្ថាបនាជាមួយនឹងកាមេរ៉ា Hikvision 2 mega full color បាទនេះជាអាទូចបងប្អូនខ្ញុំអត់ដឹងថាក្រុមហ៊ុនគេធ្វើអញ្ចេះស្រួលឬក៏មិនទេតែគឺសំខាន់គឺក្បាលអញ្ចឹងគឺវាចូលទឹកបងប្អូនគឺខ្ញុំជួបច្រើនហើយតើតងបញ្ហាចូលទឹកតាមប្រឡោះនេះវាចូលទឹកតាមប្រឡោះនេះហើយនេះវាចូលមកច្រេះដល់ក្នុងហើយអញ្ចឹងខ្សែកាលណាដែលយើងដាក់ក្នុងប្រអប់អញ្ចឹងវាជ្រាបមកបើសិនជាករណីយើងអត់បានរុំស្គុតរុំអីទេគឺវាច្រេះខូចឆាប់ខូចមែនទេហើយកន្លែងនេះគួរតែកែប្រែខាងក្រុមហ៊ុន Hikvision កាលណាដែលយើងចាប់ចង់ងើយកាមេរ៉ាធម្មតាយើងចាប់ចេះទៀបចឹងវាចង់ងើយធម្មតាអានេះវាមិននៅលើចឹងវាមិនចូលទឹកលាងមកវាមិនចូលបើអានេះវានៅអញ្ចេះអានេះវាបិទចឹងវាចូលហើយករណីដែលយើងចាប់កាមេរ៉ាហ្នឹងវាយកខ្ពស់ទីតាំងហ្នឹងយើងត្រូវបន្ថយតឡើងចុះកាមេរ៉ាអញ្ចឹងវានេះវាមិនត្រូវឡើងលើអញ្ចឹងទឹកវាមិនជ្រាបតាមហ្នឹងនេះគឺខ្ញុំជួបបញ្ហាហ្នឹងច្រើនមែនតើចាំមើលខ្ញុំដាក់រូបភាពនៅលើ screen ចឹងគួរតែកែតម្រូវហើយ Hikvision បើពួកអាធំអត់អីទេបងប្អូនពួកអាធំនោះគឺអត់ដែរចូលទឹកតែអាតូចនេះខ្ញុំជួបបញ្ហាច្រើនមែនទេតើតងចូលទឹកហើយខ្ញុំការចូលតាមនេះពីខូចដល់ lens សំខាន់ណាកន្លែងនេះវាធ្វើអញ្ចឹងហើយអញ្ចឹងចូលទឹករហូតមានជាងខ្លះគាត់ប្រកាសទៅជួបដូចខ្ញុំដែរអញ្ចឹងក្រុមហ៊ុន Hikvision បានមើលហើយគួរតែកែចំណុចហ្នឹងទៅអាប់ដេតទៅលើក្រោយធ្វើដូចអានេះទៅនេះជើងចេះមកនេះវាចូលទឹកឯងបាទនេះយើងធ្វើការលើកឡើងចុះកាមេរ៉ាពេលយើងដាក់អានេះទៅក្រោមអត់អីទេវាចូលហើយធម្មតាយើងត្រូវងើយកាមេរ៉ាងើយអីអានេះវាមិនត្រូវនៅលើអញ្ចឹងវាមិនចូល